สุดท้ายบางคนทั้งออกนี่โอเคมาจะไล่อารามจมูกหนึ่งยมเตี้ยไฮโอเควิดีโอนี้คือยมเจนทริปในคลองแคทซีมเรียบเยิงนี่เองที่เย็ดยมนำปรับบอลปอนหาทริประบายยมนี่เกิดตนาอะไรเนี่ยยมมาจูบจมบอลปอนระบายยมในไอพีที่เพลย์จิตเลยประมวยระบายเยิงนี่เองไฮทริประบายยมมวยนี้คือเป็นแมนเตอร์เวอร์ลเงี้ยไฮคอมเมนต์ในนังละโหได้จังทริประบายยมมวยนี้คือยมเตอร์บอตังในไอบาดบารายพวกยมคือโจจัดบอตังคลังแมนแต่เคยจะเรียงรอสัปดาห์เคยทับพวกยมโจจัดบอตังแต่พวกยมมันแมนบอจะเรียงรอสัปดาห์หรือมวยบอจะเรียงรอไงไอ้ตีปันใต้พวกยมนังเมียนเพลนนังโกได้ได้จะบาล้อพวกยมนังเตยบอตองในตีนุดำใบพวกยมนังจุบจุ้มบรอระบอบพวกยมมันแทมเตยมวยกำลังเตียดจังนี่คือเชียสกามาเพียบได้พวกยมบานเจนดำนาเตยบอตองมวยหนังสกามาเพียบในตามเพลย์คือพวกยมจูบกาลำบากคลังแมนแตนในไอตามเพลย์ได้ยังทัวดำนาเตยนี่จังบอมปนเคยเจนปีกระสังเตยแบบนี้ยังกระทายังนังชีตามเพลย์นังละโหดเพลย์กระซูเตยละโหดได้จังแต่อดตีแต่ยมจองปรับแต่การบอมปนทาเพลย์แบบในทัวร์ยังเรียนบานปีชีวิตរបស់យើងច្រើនខ្លាំងមែនតើហើយពួកខ្ញុំផ្លូវធម្មតាអីផ្លូវកស៊ូអីគឺពួកខ្ញុំអត់សូវចូលចិត្តជិះទេប៉ុន្តែបើសិនជាផ្លូវដែលពោពេញទៅដោយការលំបាកគឺពួកខ្ញុំចូលចិត្តខ្លាំងមែនតើភេទរុកព្រៃភេទអីច្រើនប៉ុន្តែបើសិនមើលមកលើជីវិតរបស់យើងវិញគឺធ្វើឲ្យយើងរៀនបានពីផ្លូវមួយហ្នឹងថាយើងមានការតស៊ូខ្លាំងប៉ុណ្ណានៅផ្លូវមួយហ្នឹងអញ្ចឹងតិចទៀតខ្ញុំនាំបងប្អូនទៅមើលទាំងអស់គ្នាโอเคนั่งไงบอมโปทั้งอគ្នាខ្ញុំធ្វើវីដេអូនេះខ្ញុំកាត់ទេដើម្បីឲ្យវារៀងលឿនដែរវីដេអូនេះវារៀងយូរហើយវាវែងទៀតវាវែងអញ្ចឹងខ្ញុំកាត់ឲ្យវាខ្លីៗដើម្បីឲ្យបងប្អូនបានស្រួលមើលទាំងអស់គ្នាអញ្ចឹងផ្លូវដែលខ្ញុំធ្វើដំណើរខ្ញុំទៅជួបគ្នានៅក្រាសាំង PTT ហើយខ្ញុំបានចេញមកវិញតាមក្រោយហើយចាក់ទៅតាមផ្លូវអង្គរហើយចាក់ទៅស្ពានរ៉ុករ៉ាហើយពួកខ្ញុំនឹងរុកព្រៃរ៉ុករ៉ាខ្ញុំគ្នាឡើងទៅតាមផ្លូវគៀនអង្គរចាក់ចេញទៅតាមផ្លូវកសិននិយាយរួមទៅផ្លូវដែលខ្ញុំធ្វើដំណើរគឺព្រៃសុទ្ធទាំងអស់តែម្ដងផ្លូវកស៊ូគឺមានដែរតែមានតិចអញ្ចឹងផុតពីនោះគឺសិតតែព្រៃព្រួយខ្ញុំទៅបោះតង់គឺបោះតង់នៅបាត់បរាយអញ្ចឹងខ្ញុំចាក់ទៅតាមផ្លូវព្រៃទាំងអស់អញ្ចឹងតោះ let's go បងប្អូនគ្នាបានតាមដានទាំងអស់គ្នានេះគឺជាជាហ៊ានបន្ទាប់ដែលខ្ញុំត្រូវមកអញ្ចឹងទីនេះគឺជាផ្លូវមួយដែលចាក់ឡើងទៅតាមផ្លូវស្ពានរ៉ុករ៉ាអញ្ចឹងខ្ញុំចាក់ទៅនេះគឺនៅលើស្ពានរ៉ុករ៉ាតែម្ដងពួកខ្ញុំទៅជួបជុំគ្នានៅស្ពានរ៉ុករ៉ានឹងម្ដងទៀតទាំងអស់គ្នានេះបងប្អូនបានឃើញហើយពួកខ្ញុំដើម្បីតង់រងជួគ្នាមានបងប្អូនខ្លះគាត់ទៅមុនព្រោះអីគាត់រៀងវង្វេងគ្នាគាត់រៀងដាច់គ្នាអញ្ចឹងណាអញ្ចឹងក៏គាត់បានជិះលើផ្លូវធម្មតាទៅមុនទៅហើយពួកខ្ញុំក៏បានជុំគ្នានៅត្រង់នេះហើយក៏ពួកយើងសម្រេចថានឹងធ្វើដំណើរបន្តទៅមុខទៀតនេះជាសកម្មភាពដែលពួកខ្ញុំបានចេញដំណើរបន្តទៅមុខទៀតដោយសារតែមកលើកនេះអត់មានភ្លៀងអត់ដូច trip លើកមុនគឺមានភ្លៀងអញ្ចឹងពួកយើងនឹងពិបាកធ្វើដំណើរខ្លាំងមែនតើប៉ុន្តែខ្ញុំមក trip លើកនេះគឺអត់មានភ្លៀងទេប៉ុន្តែខ្ញុំទទួលបានអ្វីដែលថ្មីនៅក្នុងជីវិតរបស់ខ្ញុំខ្លាំងមែនតើផ្លូវយើងអត់ភ្លៀងហើយផ្លូវភ្លៀងពីម្សិលមិញមកដល់ថ្ងៃនេះគឺផ្លូវនេះអត់ភ្លៀងសោះតែរឿងស្ងួតបន្តិចរឿងស្ងួតអញ្ចឹងឲ្យធ្វើខ្ញុំងាយស្រួលក្នុងការធ្វើដំណើរដែរប៉ុន្តែនៅមានឧបសគ្គមួយចំនួនដែលយើងចូលទៅដល់ក្នុងព្រៃវានៅមានការលំបាកនៅក្នុងហ្នឹងថាយើងជិះទៅបុកជាមួយនឹងស្លឹកឈើបុកមួយដើមឈើបុកមួយអីច្រើនខ្លាំងមែនតើនៅទីនោះតែធ្វើឲ្យអ្នកជិះម៉ូតូពេលខ្លះយើងអត់បានបិទមួកវាអាចនឹងវាយមកប៉ះទង្គិចជាមួយនឹងគ្រាប់ភ្នែករបស់ពួកយើងប៉ះទង្គិចអីច្រើននៅលើមុខរបស់យើងប៉ុន្តែអត់អីទេឧបសគ្គទាំងអស់ហ្នឹងហើយដែលធ្វើឲ្យពួកយើងរៀនបាននៅលើវាទាំងអស់ហ្នឹងនេះបងប្អូនទាំងអស់គ្នាគឺជាសកម្មភាពដែលខ្ញុំបានរុកព្រៃទៅថាផ្លូវវាយ៉ាងម៉េចអញ្ចឹងបងប្អូនបានឃើញហើយនេះនៅក្នុងផ្លូវដីក្រហមទេដែលវាអត់សូវមានអីប៉ុន្មានប៉ុន្តែនៅពេលដែលចូលទៅដល់ក្នុងតិចទៀតបានបងប្អូនដឹងថានៅខាងក្នុងគឺផ្លូវវារៀងពិបាកបន្តិច នេះ
ខេឥឡូវនេះខ្ញុំបានមកដល់ផ្លូវកស៊ូហើយក៏ពួកយើងរកកន្លែងឈប់សម្រាកដើម្បីរងចាំគ្នាអញ្ចឹងនេះពួកខ្ញុំបានមកដល់មុនប្រហែលម៉ូតូប្រហែលជា4ម៉ូតូមកដល់មុនហើយនៅមានបងប្អូនដែលគាត់នៅក្រោយទៀតដែលគាត់ចេញមកបដើមតាអូខេនេះគឺជាម៉ូតូដែលខ្ញុំឈប់ចាំគ្នានៅលើផ្លូវកស៊ូអញ្ចឹងនេះបងប្អូនអាចទស្សនាបានថាពួកយើងមានប្រហែលម៉ូតូប៉ុន្តែមានបងប្អូនមួយចំនួនជាច្រើនទៀតដែលគាត់ទៅចាំនៅឯខ្លោងទ្វារទន្លេអ៊ំមុនឥឡូវនេះពួកខ្ញុំមានប្រហែលម៉ូតូនឹងឯងហើយទីទៀតបានពួកយើងចេញដំណើរបន្តទៅទៀត Professional ណា Professional ឥឡូវខ្ញុំបានមកដល់ផ្លូវទី2របស់ខ្ញុំហើយគឺផ្លូវគៀនអង្គរដែលយើងចាក់ឆ្វែតាមមាត់កសិដ្ឋអង្គរអញ្ចឹងផ្លូវនេះគឺខ្ញុំរកចូលទៅមុនដំបូងគឺអត់សូវលំបាកប៉ុន្មានទេប៉ុន្តែនៅពេលដែលយើងចូលដល់ក្នុងបន្តិចទៀតបានយើងរៀនបានច្រើនខ្លាំងមែនទែនពីផ្លូវមួយនេះតែវាអត់សូវមានផុកច្រើនទេប៉ុន្តែវាសម្បូរទៅដោយថ្មនៅទីនេះអញ្ចឹងខ្ញុំគិតថាវាអាចគួរសមដែរដែលសម្រាប់ពួកខ្ញុំនឹងជិះប៉ុន្តែអត់អីទេ I can do itអូខេនេះបងប្អូនអរគ្នានេះគ្រាន់តែជាជំហានដំបូងរបស់ខ្ញុំទេអញ្ចឹងបងប្អូនអាចស្ដាប់សលេងដឹងហើយថាលីសូផ្លាច់ប៉ុណ្ណាតែលីសូព្រោះមួយយ៉ាងដែរអូខេចង់និយាយថាយើងជិះផ្លូវបែបនេះកុំថានេះសំបីតែមើលអាត្រីមុនហ្នឹងក៏វាជ្រេដែរហើយត្រឹមនឹងម៉ូតូខ្ញុំកង់វាលលងទៀតហេតុអីបានវាមិនជ្រេវាជ្រេខ្លាំងមែនតើប៉ុន្តែខ្ញុំខំប្រឹងទប់ប៉ុន្តែអត់អីទេ no problem នេះដូចដល់កន្លែងនេះខ្ញុំបានឃើញបងប្អូនគាត់បានបណ្ដួលម៉ូតូលេងមួយហើយអូខេតែអត់អីទេយើងគ្រាន់តែប៉ះពាល់តិចតួចអានេះវាអត់មានបញ្ហាសម្រាប់យើងទេប៉ុន្តែអត់អីពួកយើងនៅទីនេះគឺយើងនឹងជួយគ្នាទៅវិញទៅមកតោះយើងទស្សនាវីដេអូបន្តទៀតណា នឹងហើយបងប្អូនអរគ្នានេះមកដល់ទីនេះគឺជាគោលដៅទី2ដែលខ្ញុំមកត្រូវឈប់ចាំគ្នានៅទីនេះហើយមានបងប្អូនមួយចំនួនដែលគាត់ជិះមករុកក្នុងព្រៃគាត់តាមពីក្រោយគាត់តាមអត់តាន់ហើយពួកយើងមានការវង្វេងនៅក្នុងព្រៃអញ្ចឹងមានតែកន្លែងនេះគឺជាកន្លែងមួយដែលបត់ហើយដែលពួកយើងអាចនៅចាំគ្នាបានអញ្ចឹងនៅពេលដែលយើងគ្រប់គ្នាហើយបានពួកខ្ញុំចាប់ដើមចេញដំណើរទៅទៀតអូខេតោះយើងតាមដានជាមួយនឹងវីដេអូរបស់ខ្ញុំបន្តទៀត អ
នឹងហើយបងប្អូនអរគ្នាខ្ញុំជាមនុស្សមួយដែលចូលចិត្តរុកព្រៃដែរហើយព្រៃអង្គរគឺខ្ញុំរុកច្រើនខ្លាំងមែនតើប៉ុន្តែនៅពេលដែលមកដល់កន្លែងចំណុចមួយនេះខ្ញុំបានឃើញផ្ទះអ្នកភូមិប្រហែលជាមកផ្ទះពីរផ្ទះដែរហើយធ្វើខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនតើហើយផ្លូវនេះខ្ញុំទើបស្គាល់លើកទី1ទេហើយក៏ខ្ញុំបានជិះលើកទី1ដូចគ្នាដែរប៉ុន្តែព្រៃអង្គរសួរខ្ញុំរុកច្រើនអត់ខ្ញុំធ្លាប់រុកច្រើនខ្លាំងមែនតើព្រៃអង្គរប៉ុន្តែផ្លូវមួយនេះដូចខ្ញុំចន្លោះប្រហោងនៅកន្លែងចំណុចមួយនេះមួយប៉ុន្តែអត់អីទេខ្ញុំរៀនបានពីផ្លូវនេះមួយទៀតខ្ញុំមិនដែលដឹងថានៅតាមផ្លូវហ្នឹងមានផ្ទះអ្នកភូមិដែរសោះអូខេឥឡូវខ្ញុំបានមកដល់នឹងគោលដៅបន្ទាប់របស់ខ្ញុំដែលខ្ញុំបាននិយាយពីដើមវីដេអូដែលថាមានបងប្អូនមួយចំនួនដែលគាត់មកចាំនៅក្នុងខ្លងទ្វារទន្លេអ៊ុំអូខេនេះហើយពួកគាត់បានមកចាំនៅខ្លងទ្វារទន្លេអ៊ុំនេះមុនពួកខ្ញុំដូចរៀងយូរដែរហើយអញ្ចឹងឥឡូវពួកខ្ញុំបានមកដល់ហើយគឺគោលដៅបន្ទាប់គឺនៅខ្លងទ្វារទន្លេអ៊ុំហ្នឹងឯងហើយខ្ញុំឈប់សារៈប្រហែលជា2-3នាទីដើម្បីឲ្យម៉ាស៊ីនម៉ូតូវារៀងត្រជាក់ហើយបានពួកខ្ញុំចេញដំណើរទៅទៀតអញ្ចឹងគោលដៅលើកនេះគឺជាគោលដៅបន្ទាប់អូខេតោះយើង let's go តាមដានទាំងអស់គ្នាជប់បងប្អូនគ្នាហ្នឹងហើយសូមជួយ subscribe អ្នកមួយផងអូខេវីដេអូទី1របស់យើងគឺចប់ត្រឹមតែប៉ុណ្ណឹងហើយតិចទៀតពួកយើងនឹងជួបគ្នានៅវីដេអូទី2ទាំងអស់គ្នាបាយបាយ